បាទសួស្តីថ្ងៃនេះខ្ញុំមកចែកចម្លែកមួយទាក់ទងនឹងការបិទកុំព្យូទ័រនិងការ restart កុំព្យូទ័រជាទូទៅបងប្អូនមួយចំនួនធំគាត់ restart ឬក៏បិទកុំព្យូទ័រតាមរបៀបនេះអញ្ចឹងណាគឺគាត់ចូលមកក្នុងទាំង Windows នេះតមកគាត់ចុចទៅកន្លែង power នេះវាមានshutdown និងវាមាន restart អញ្ចឹងហើយនៅក្នុងនេះខ្ញុំធ្វើវីដេអូនេះគឺបង្ហាញប៊ីតុងshutdown មួយនិងប៊ីតុង restart មួយអញ្ចឹងដើម្បីបង្កើតប៊ីតុងនេះបានដំបូងយើងចូលright click នៅលើ monitor យើងមក right click យើងយកពាក្យ new ហើយយើងយកកន្លែងនេះកន្លែងshortcut បន្ទាប់ កន្លែង shortcut ហើយយើងបាន folder មួយ folder ហ្នឹងជា folder shutdown អញ្ចឹងខ្ញុំសរសេរ comment ចូល shutdown space 1 ដក s ហើយ space មួយទៀតដក t បន្ទាប់មកចុច00ត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចជាវិនាទីមានន័យថាបើសិនជាយើងដាក់100យើងដាក់100វិនាទីបន្ទាប់ពីយើងចុចប៊ីតុង shutdown នឹងហើយ100វិនាទីមិនមែននាទីណាវិនាទី100វិនាទីក្រោយមកកុំព្យូទ័រហ្នឹងវាចាប់ផ្ដើមបិទអញ្ចឹងខ្ញុំអត់វាយលេខចូលទេនាំតែយូរខ្ញុំវាយ00អញ្ចឹងកាលណាយើងចុចភ្លាមវានឹងធ្វើការបិទភ្លាមខ្ញុំវាយប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំចុចnextយើងបានប៊ីតុង shutdown មួយត្រង់កន្លែងនេះឈ្មោះនេះយើងអាច edit បានទេឈ្មោះនេះយើងដាក់ shutdown PC ដាក់ shutdown PC បន្ទាប់មកយើងចុច finish អញ្ចឹងយើងបានប៊ីតុង shutdown មួយអញ្ចឹងយើងចង់ដឹងថាវា shutdown ឬក៏អត់យើងចុចក្នុងនេះវា load shutdown ប៉ុន្តែដោយសារតែក្នុងកុំព្យូទ័រខ្ញុំកំពុងតែ run កម្មវិធីអញ្ចឹងវាសួរយើងបញ្ជាក់សួរយើងថាយើង shutdown នៅឡូវហ្នឹងឬក៏មិនអញ្ចឹងណាប៉ុន្តែខ្ញុំអត់ទាន់ shutdown ទេខ្ញុំនឹងធ្វើប៊ីតុង restart មួយទៀតហើយយើងឃើញរូបបែបនេះយើងខ្លាចវាច្រឡំជាមួយនឹង file អីផ្សេងអញ្ចឹងណាខ្លាចពេលខ្លះយើងកំពុងតែធ្វើការយើងច្រឡំដៃស្មានជា file អីផ្សេងយើងច្រឡំដៃចុចវានឹងបិទកុំព្យូទ័រយើងអញ្ចឹងយើងដើម្បីកុំឲ្យច្រឡំយើងចូលទៅដាក់ icon វាមួយយើងចូលទៅកន្លែង right click លើវាយកពាក្យ property តមកយើងយកពាក្យ change icon កន្លែងនេះអត់អីទេយើងចុចពាក្យ OK នៅនេះយើងយក icon ណាមួយដែលយើងគិតថាវាងាយស្រួលមើលហើយនឹងងាយស្រួលចាំកុំឲ្យច្រឡំជាមួយនឹង file ផ្សេងឬក៏ icon ផ្សេងឥឡូវខ្ញុំយកប៊ីតុងនេះមួយទៅវាដូចជាប៊ីតុង shutdown ដែរsorry ប៊ីតុង icon នេះមួយតមកខ្ញុំចុចពាក្យ save apply តមកយើងបាន file យើងបានប៊ីតុងមួយនេះប៊ីតុង shutdown បន្ទាប់ទៀតខ្ញុំចូលទៅបង្កើតហើយប៊ីតុង restart អញ្ចឹងតកតងនឹងប៊ីតុង restart វាដូចតែនឹងប៊ីតុង shutdown ទេគ្រាន់តែខុសគ្នានៅខាងចុងបន្តិចអញ្ចឹងខ្ញុំចូលទៅ right click
ខ្ញុំចូលទៅ right click តបមកខ្ញុំយក shortcut shortcut ហើយខ្ញុំវាយ shutdown space 1 ដក or ដក or នេះមានន័យថា restart ដក t ហើយខ្ញុំវាយ00ដែរតបមកខ្ញុំចុចពាក្យ OK ខ្ញុំដាក់ restart PC ខ្ញុំសុំមើលនៅកន្លែងនេះតិចតើសេត្រូវអត់ខុសកន្លែងនេះសេខុសតិច restart PC តោះមកខ្ញុំចុចពីនេះតោះមកយើងបានប៊ីតុង restart មួយទៀតហើយនេះប៊ីតុងនេះអញ្ចឹងខ្ញុំចូលទៅដាក់ icon ឲ្យវាដើម្បីកុំឲ្យវាច្រឡំជាមួយនឹង file ផ្សេងអញ្ចឹងចូលដាក់ icon យើង right click យើងយកពាក្យ property តោះមកយើងយកពាក្យ change icon យើងជ្រើសរើស icon ណាមួយដែលវាសមជាមួយនឹងប៊ីតុង restart ខ្ញុំដាក់ icon នេះមួយតបមកខ្ញុំចុច save apply ចុច OK អញ្ចឹងយើងបាន2នេះជាប៊ីតុង restart នៅពេលដែលយើងចុចលើវាសួរយើងនេះតើយើង restart ឬក៏អត់ដោយសារតែកុំព្យូទ័រហ្នឹងកំពុងតែដំណើរការ file 4អញ្ចឹងវាសួរយើងចង់ restart ឬក៏អត់បើយើងចង់ restart យើងចុចទៅកន្លែង restart វានឹង restart ប៉ុន្តែបើសិនជាកុំព្យូទ័រយើងអត់មានប្រើប្រាស់ឬក៏អត់មានបើក file អីផ្សេងទេនៅពេលយើងចុច restart លើវានឹង restart តែម្ដងអញ្ចឹងតកតងនឹងការ restart និងការបង្កើតប៊ីតុង shutdown មានតែប៉ុណ្្នឹងទេវាជាកលឹះមួយងាយដើម្បីយើងលឿនក្នុងការបិទកុំព្យូទ័រអញ្ចឹងណាកុំឲ្យពេលយើងបិទកុំព្យូទ័រម្ដងកាលយើងភ្លេចបិទទៀតដោយសារថាវាម្ដងចូលទៅក្នុងនេះហើយយើងចុចក្នុងនេះវារៀងយូរប៉ុន្តែយើងបានប៊ីតុងនេះមកយើងដាក់វានៅក្នុង text bar ខាងក្រោមនេះក៏បានពេលយើងងាយស្រួលក្នុងការចុច restart យើងចុច double click លើវាបើសិនជាយើងអត់បើក file អីផ្សេងនៅលើ monitor វានឹង restart តែម្ដងអញ្ចឹងវាងាយស្រួលលឿនហើយតកតងនឹងនៅក្នុងនេះដែរនៅក្នុងមកវិធីមួយវិធីទៀតយើងអាចចូលទៅក្នុង CMD ខ្ញុំខាងមួយវិធីទៀត CMD តោះមកយើងចុចcomment ដូចគ្នាតែការប្រើប្រាស់វាផ្សេងគ្នាបើក្នុង comment នេះយើងប្រើបានតែក្នុង comment ទេរាល់តែយើងចង់បិទវាយូរនៅពេលយើងចូលទៅ comment និងវាយ comment វាយូរយ៉ាងណាពេលយូរបើយើងset យើង set ប៊ីតុង icon នៅលើ monitor នៅពេលយើងបិទវាងាយស្រួលវាលឿនឥឡូវខ្ញុំបង្ហាញនៅលើនេះឲ្យបងប្អូនមើលដល់ shutdown ដក s ដក t ដក s ដក t 00ខាង comment នេះជា comment shutdown អញ្ចឹងខ្ញុំចុចenter លើវានេះឃើញវាសួរយើងចង់បិទឬក៏អត់អញ្ចឹងតកតងនឹង comment នេះដូចគ្នាយើងអាចប្រើ comment ហ្នឹងក៏បានយើង set វាហើយនេះក៏បានបើតាមវិធីសាស្ត្ររបស់ខ្ញុំឬក៏ខ្ញុំចូលចិត្តប្រើតាមនេះដោយសារតែវាលឿនមិនវាងាយស្រួលមិនចាំបាច់យើងចូលដល់ក្នុង comment នោមតាចំណាយពេលយូរហើយមួយទៀតតកតងនឹងប៊ីតុង restart ដូចគ្នាខ្ញុំកែបន្តិចយើងវាយតា or ដក t ដក00នេះជាប៊ីតុង restart
ជាប៊ូតុង restart ប៊ូតុង restart នេះប៊ូតុង restart ខាងលើនេះជាប៊ូតុង shutdown អញ្ចឹងយើងចង់ដឹងថាវា shutdown ឬក៏អត់យើងrestart ឬក៏អត់យើងចុច enter ចុច enter sorry ចាំតិចបើយើងដាក់ space 2 ដងដក t ដក 00 ចុច enter នេះវាទៀមទេសួរយើងតើយើងចង់ restart អត់ចឹងណាយើងចង់ restart ឥឡូវហ្នឹងយើងចុច restart វានឹងបិទហើយដូចខ្ញុំបញ្ជាក់អញ្ចឹងយើងកុំព្យូទ័រនេះកំពុងតែប្រើ file 5នៅក្នុងហ្នឹងអញ្ចឹងវាអត់អាចឲ្យយើង restart ឥឡូវហ្នឹងទេមុននឹង restart ឬក៏បិទអីវាសួរយើងបញ្ជាក់បន្ថែមបើយើងចង់ restart យើងអាច restart បានបើអត់ file អីអត់សំខាន់យើងអាច restart បានអញ្ចឹងតើតើនឹងការបង្ហាញប៊ីតុង restart ក៏ដូចជា comment restart និង shutdown មានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមបានហើយមួយទៀតសូមជួយចុច subscribe channel ខ្ញុំមួយសូមអរគុណ